សួស្តីបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូបង្ហាញទាក់ទងនឹងការដំណើរទាំបេតុងបន្ទាប់ពីយើងចាក់រួចនៅក្នុងវីដេអូនេះដែរអាចនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់បងប្អូនដែលទើបនឹងចាប់ផ្ដើមធ្វើការងារសម្លឹងនៅក្នុងនេះដែរខ្ញុំមាន4ចំណុចធំៗទាក់ទងនឹងធ្វើអនុវត្តឲ្យបានត្រឹមត្រូវនិងទៀងទាត់ជាមួយនឹងការងារបេតុងរបស់យើងចំណុចទី1គឺទាក់ទងនឹងការថែទាំបេតុងចំណុចទី2របៀបដែលយើងត្រូវដោះឬក៏យើងរើពុម្ពចេញពីបេតុងរបស់យើងឲ្យបានត្រឹមត្រូវហើយរបៀបទី3គឺការឆែកមើលរកនៅកំហុសហើយនឹងយើងរៀបចំជួសជុលទៅវិញទាក់ទងជាមួយនឹងបេតុងរបស់យើងដែលមានបញ្ហានៅផ្នែកណាមួយសម្រាប់ចំណុចទី4គឺជាការងារដែលយើងត្រូវទៀងទាត់និងឆែកកម្លាំងសង្កត់ឬក៏កម្លាំងរបស់បេតុងដែលវាមានភាពធន់ទៅតាមពេលវេលាជាក់ស្ដែងនឹងការកំណត់ណាមួយដើម្បីទៀងទាត់បានកម្លាំងបេតុងរបស់យើងគឺយើងត្រូវឆែកនៅឡាបូតេសដែលវាមានអាយុទៅតាមការកំណត់នៅក្នុងឡាបូរបស់យើងឈានដល់ចំណុចទី1បងប្អូនត្រូវដឹងថាបេតុងរបស់យើងនៅពេលដែលវាធ្វើការស្ងួតគឺវាមានឡើងកម្ដៅដូច្នេះហើយនៅពេលដែលយើងចាក់បេតុងរួចចន្លោះពេលដែលបេតុងយើងចាប់ដើមរឹងមាំល្អដែលយើងអាចរៀបចំថែទាំដោយយើងស្រោចទឹកឬផ្ដល់សំណើមទៅឲ្យបេតុងរបស់យើងដូច្នេះហើយរយៈពេលដែលយើងអាចនឹងរៀបចំធ្វើបែបនេះបានអាចចន្លោះ8ម៉ោងឬក៏12ម៉ោងបន្ទាប់ពីបេតុងយើងស្ងួតដូច្នេះគឺយើងអាចរៀបចំបាញ់បន្សើមសំណើមបេតុងរបស់យើងធ្វើឲ្យបេតុងរបស់យើងគឺមានភាពរឹងមាំល្អនិងកម្លាំងឆាប់គ្រប់ជាមួយនឹងការទៀងទាត់នៅឡាបូតេសចំណុចទី1នេះគឺមានអត្ថប្រយោជន៍ច្រើនហើយនឹងផលប្រយោជន៍ជាច្រើនដែលយើងគួរតែអនុវត្តជាប្រចាំនៅទីតាំងការដ្ឋានរបស់យើងផ្ទាល់តែម្ដងឈានដល់ចំណុចទី2គឺជាការងារដោះពុម្ពឲ្យបានត្រឹមត្រូវដូចបងប្អូនឃើញស្រាប់អញ្ចឹងតាក់ទងជាមួយនឹងការងារដោះពុម្ពកាលណាតែយើងមិនចេះរបៀបដោះទេគឺធ្វើឲ្យបាត់បង់និងខូចខាតសម្ភារៈរបស់យើងដូចជាដែកដូចជាក្តារដូចជាចន្ទោលផ្សេងៗដូច្នេះហើយការដែលយើងដោះពុម្ពគឺយើងត្រូវរៀបចំឲ្យមានឧបករណ៍មួយចំនួនដើម្បីងាយស្រួលដោះដូរឬយើងងាយស្រួលនឹងបកពុម្ពយើងចេញមកខាងក្រៅដោយឡែកផ្នែកដែលយើងពិបាកដោះគឺយើងត្រូវរកវិធីសាស្ត្រដោះស្រាយឲ្យបានច្រើនដើម្បីយើងទៀងទាត់ថាវិធីមួយណាដែលមានប្រយោជន៍ច្រើននិងមិនសូវខាតបង់ទៅលើសម្ភារៈដែលយើងយកទៅប្រើប្រាស់នៅការងារបេតុងរបស់យើងចំណុចទី2នេះគឺអាចនឹងធ្វើឲ្យយើងចំណេញតាក់ទងជាមួយនឹងពុម្ពឬក៏ដែករបស់យើងដែលយើងបានដំឡើងការសន្សំសំចៃបែបនេះអ្វីដែលជាតម្រូវការរបស់ការងាររបស់យើងគឺការសន្សំសំចៃហើយរបស់ដែលយើងផលិតចេញមកគឺមានគុណភាពល្អឈានដល់ចំណុចទី3តាក់ទងនឹងការដែលយើងត្រូវឆែករកមើលកំហុសឆ្គងឬក៏យើងត្រូវជួសជុលឡើងវិញបន្ទាប់ពីយើងចាក់បេតុងនឹងហើយយើងបានបកពុម្ពរួចហើយគឺយើងនឹងអាចឃើញទីតាំងដែលអាចនឹងមានកំហុសដូចជាចំណុចដែលបេតុងស្ពោតឬក៏បេតុងមានទំហំធំពីខ្នាតរបស់យើងដូច្នេះយើងត្រូវរកវិធីដោះស្រាយដោយប្រភេទជាបេតុងស្ពោតគឺយើងអាចជួសជុលដោយយើងរកផលិតផលដើម្បីចាក់បំពេញបន្ថែមដើម្បីកុំឲ្យបេតុងនោះស្ពោតនិងធ្វើការមិនបានល្អនៅពេលក្រោយហើយការជួសជុលបែបនេះគឺធ្វើឲ្យបេតុងរបស់យើងមានភាពរឹងមាំល្អដោយយើងអនុវត្តឲ្យបានត្រឹមត្រូវជាមួយនឹងផលិតផលដែលយើងយកមកប្រើប្រាស់ដូច្នេះក្នុងការងារនេះបងប្អូនអាចសង្កេតមើលនៅក្នុងវីដេអូនេះបន្ថែមតាក់ទងនឹងកំហុសខុសឆ្គងសម្រាប់ការងារចាក់បំពេញជញ្ជាំងអាងទឹកគឺអាចនឹងមានកើតឡើងគឺមិនប្រកាសថាយើងធ្វើបានស្អាតឬក៏ល្អ 100% នោះទេក្នុងការងារនេះដែរយើងធ្វើយ៉ាងម៉េចទៀងទាត់ឲ្យបានត្រឹមត្រូវព្រោះការងារអាងទឹកជាពិបាកនៅក្នុងការដែលយើងធ្វើការពារទឹកវាខ្លាំងណាស់យើងឈានដល់ចំណុចទី4គឺការឆែកកម្លាំងបេតុងចឹងបេតុងរបស់យើង
យើងមានដុំតេស្តនៅឡាបូហើយដូច្នេះបេតុងនៅការដ្ឋានយើងគួរប្រព្រឹត្តទៅតាមការថែទាំបេតុងដូចនៅឡាបូដែរដើម្បីយើងទៀងទាត់និងយើងតេស្តកម្លាំងបេតុងរបស់យើងឲ្យត្រូវតាមការកំណត់និងកម្លាំងសង្កត់បេតុងរបស់យើងនៅទីតាំងឡាបូដែលខាងឡាបូបានតេស្តបញ្ជាក់ឲ្យយើងចុងក្រោយការងារដោះពុម្ពបេតុងយើងគឺរួចរាល់បញ្ចប់ 100% បងប្អូនឃើញសមិទ្ធផលដែលយើងធ្វើមកនេះគឺយើងនឹងជាយាមធ្វើឲ្យបានល្អនិងត្រឹមត្រូវជាងមុននៅពេលក្រោយទៀតដូច្នេះបើសិនជាក្នុងវីដេអូនេះបងប្អូនគិតថាមានអត្ថប្រយោជន៍ដល់បងប្អូននៅពេលក្រោយទៀតកុំភ្លេចចូលរួម Subscribe ឬក៏បងប្អូនជួយ Share វីដេអូនេះឲ្យបានច្រើនដើម្បីឲ្យអ្នកដែលប្រឡូកក្នុងវិស័យសំណង់បានយល់ដឹងបន្ថែមទៀតនេះគ្រាន់តែជាការចែករំលែកបទពិសោធន៍មួយចំនួនដែលយើងនឹងប្រព្រឹត្តទៅជាប្រចាំតែប៉ុណ្ណោះប៉ុន្តែចំណុចលម្អិតផ្សេងទៀតបងប្អូនអាច comment នៅក្រោមវីដេអូនេះបានសូមអរគុណ